ដើម្បីរៀបចំសម្រាប់ងាប់ដកយើងឡើងវិញតាមទស្សនៈរបស់យើងគឺមានពីរផ្លូវសម្រាប់មនុស្សល្អបងប្អូនណាសឹងថាមិនបាច់មានច្បាប់ក៏ពួកយើងអាចរស់នៅជាមួយនឹងគ្នាបានដែរប៉ុន្តែសម្រាប់មនុស្សអាក្រក់អត់តានេះមនុស្សល្អដួងចិត្តពីខាងក្នុងមានចេតនាគោរពច្បាប់ទោះបីជាមិនមានលក្ខណៈបង្ខំឲ្យយើងគោរពក៏ដោយគ្រាន់តែគូបញ្ជាក់ថាអ្នកធ្វើចេះមកបានត្រូវតាមច្បាប់ក៏ពួកយើងគោរពដែរប៉ុន្តែសម្រាប់មនុស្សខូចទាល់តែយកច្បាប់ទៅប្រកបវាអញ្ចឹងបានពួកយើងកសាងមនុស្សតាមការបញ្យលឲ្យទៅជាមនុស្សល្អផងរួចហើយយើងរៀបចំយន្តការ8ចំណុចរបស់យើងផងបងប្អូនយល់អំពីរបៀបនៃការរៀបចំសង្គមរបស់យើងឲ្យមានសម្ដាប់ធ្នាប់អត់ក្នុងកលៈទេសៈនេះដែលយើងមិនទាន់បានកាន់ក្រសួងមន្ទីរពីព្រោះយើងអត់ទាន់ឈ្នះឆ្នោតលទ្ធភាពជាក់ស្ដែងរបស់យើងគឺមានតែបង្រៀនប្រជារដ្ឋប៉ុណ្ណឹងប៉ុន្តែវិធានការរបស់យើងក្នុងការរៀបចំឲ្យមនុស្សរស់នៅក្នុងសន្តិភាពទាំងអស់គ្នាដែលជាបាតគ្រឹះដំបូងដៃបំផុតក្នុងការរៀបចំសង្គមគឺបង្រៀនប្រជារដ្ឋឲ្យទៅជាប្រជារដ្ឋល្អរួចហើយរៀបចំប្រព័ន្ធច្បាប់មួយដាក់ពីលើមនុស្សឲ្យមនុស្សទាំងអស់គ្នារស់នៅក្រោមច្បាប់ដោយវិធានការរួមទាំងអ្នកដឹកនាំរដ្ឋផងប៉ុន្តែកលៈទេសៈបច្ចុប្បន្នដែលយើងកំពុងតែចាប់ដើមមានសត្រូវជុំចិត្តមានតែបងប្អូនខ្លួនឯងផ្ទាល់ទេដែលអាចជួយខ្លួនឯងបានពីព្រោះអត់មានពីណាអង្គុយចាំបងប្អូនហ្នឹង24ម៉ោងទេពីព្រោះពេលដែលយើងទៅផ្ទះវិញសង្គ្រាមចិត្តសាស្ត្រនៅតាមភូមិពុកកន្លែងអស់ហូអានឹងលក់ក្បាលទេហូអានឹងបានតែនិយាយវាធ្វើអីកើតហូនិយាយអញ្ចឹងដល់ពេលវាធ្វើទៀតកើតទេសពថ្ងៃវាបានកាយបានតែនិយាយដល់ពេលបងប្អូនអត់មានស្មារតីរឹងប៉ឹងក្នុងខួរក្បាលរបស់បងប្អូនអត់មានមូលដ្ឋានយ៉ាងណាអត់ស្ដាប់ទៅបាននិយាយមែនអញ្ចឹងបានមានពេលខ្លះក្តៅចិត្តពេកបងប្អូនខ្ញុំចង់ទៅលូកកឡើងខ្ញុំថាចង់ម៉ែឯងចំណាយលុយឲ្យហែងទៅរៀននៅសាលាគ្រូឯងបោចបានតែនិយាយដែរយកលុយទៅឲ្យទៅអីហ៎ឯងទៅសួរម៉ែឯងមើលម៉ែឯងក៏បំភ្លើម៉ែឲ្យលុយកូនមករៀនគ្រូឯងបានកាយបានតែនិយាយបោចបងប្អូនណាការនិយាយរបស់យើងគឺជាការងារដែលបម្រើទស្សនៈរបស់យើងហើយទស្សនៈរបស់យើងគឺដល់មូលដ្ឋានក្នុងការត្រេះរិះពិចារណាឲ្យប្រជាប្រដ្ឋមិនក៏ថាយើងបានតែនិយាយទៅប្រជាប្រដ្ឋយល់ទៅកាយកំណត់អាកាយកំណត់នោះហើយគឺជាទស្សនៈរបស់យើងកំពុងតែធ្វើការងារយ៉ាងពេញទំហឹងមិននិយាយទេយើងកំពុងតែធ្វើការងារយ៉ាងពេញទំហឹងដើម្បីបម្រើទស្សនៈរបស់យើងហើយអាអ្នកនិយាយថាពួកយើងបានតែនិយាយអត់មានធ្វើការអីហ្នឹងណាបងប្អូនច្រើនជាងគេបំផុតគឺពួកសំរងស៊ីនិងពួកកម្មសខាគណៈបកប្រជាជនអត់ទៅនិយាយទេអាត្រង់ហ្នឹងបងប្អូនតែខ្ញុំនិយាយថាដេរឆានពីព្រោះរដ្ឋាភិបាលធ្វើអញ្ចឹងទៅហើយងាកមកខាងគណៈបកប្រឆាំងដែលប្រជាពលរដ្ឋទុកចិត្តអីដែរទៀតវិធានឱកាសងាកមកខាងពួកអ្នកសាសនាដែលប្រជាពលរដ្ឋស្ពាក់ដិតដូងអ្នកខ្លះបងប្អូនក្នុងជ្រាំយាយគាត់ឃើញប្រសង់គាត់ដកស្បែកជើងសទឹកតពុតគាត់ស្ពាក់ក្នុងជ្រាំយាយដល់ឡើងគាត់គោរពប៉ុន្តែអ្នកទេសនាបោកយកតែលុយគាត់ទេរឆានបងប្អូនសង្គមអីអញ្ចឹងងាកទៅនេះចេះងាកទៅនោះចុកខ្ញុំចេះរួចបងប្អូនតែស្គាល់មនុស្សស្អាតទេបងប្អូនទី1វាស្អាតខ្លួនវាដោយវាមិនធ្វើអ្វីឲ្យប្រឡាក់ផ្ទះរបស់វាបងប្អូនចាំមើលនៅស្អាតគឺចឹងក្នុងផ្ទះរបស់វាបោវិទ្យាស្អាតវាធ្វើខ្លួនវាណាទី2វាមិនឲ្យអាណាមកធ្វើប្រឡាក់ផ្ទះវាទេអាហ្នឹងគេហៅមនុស្សស្អាតបើគាត់ថាគាត់ស្អាតគាត់បោកផ្ទះគាត់អាណាមកធ្វើប្រឡាក់ក៏ប្រឡាក់ទៅអាហ្នឹងមិនមែនមនុស្សមានអនាម័យទេមនុស្សស្អាតទេបងប្អូនខ្លួនគាត់ណាគាត់ជូតផ្ទះគាត់ឲ្យស្អាតហើយអាណាមកធ្វើប្រឡាក់ផ្ទះគាត់រឿងទៀតអាហ្នឹងមនុស្សស្អាតបើមនុស្សពិតជាស្អាតស្អំក្នុងផ្លូវចិត្តមែនអាខ្លួនឯងក៏មិនប្រព្រឹត្តអំពើអាក្រក់អាណាក៏ប្រព្រឹត្តមិនបានក្នុងសង្គមអញប៉ុន្តែប្រជាប្រដ្ឋខ្មែរអត់ចឹងទេគាត់ថាគាត់ជាមនុស្សស្អាតស្អំប៉ុន្តែអាណាប្រព្រឹត្តអីប្រព្រឹត្តទៅក្នុងសង្គមរបស់គាត់ខ្ញុំថាមិនស្អាតទេអ្នកស្អាតនៅបានទេបងប្អូននៅបានទេឃើញសង្គមរបស់ខ្លួនកលួមយ៉ាងហ្នឹងទេខានរស់នៅអត់កើតទេបងប្អូនបើបងប្អូនពិតជាមនុស្សស្អាតស្អំមែនណែយើងចង់កសាងពលរបស់យើងជាពិសេសពលដែលជាអ្នកពង្រីកគំនិតឲ្យទៅជាមនុស្សស្អាតរស់នៅក្នុងសង្គមចឹងអត់បានណាបងប្អូនរស់នៅបានទេកសាងទាល់តែបងប្អូនរស់នៅក្នុងសង្គមចឹងអត់បានបងនោះហើយគឺជាចំណុចចាប់ដើមរបស់ពួកយើងដើម្បីរៀបចំសង្គមពួកយើងរៀបចំវិធានការពីរទី1គឺអប់រំប្រជាប្រដ្ឋឲ្យជាមនុស្សស្អាតឲ្យដើរត្រង់ផ្លូវដោយមិនបាច់កំកត់សង្កិនផងទី2យើងរៀបចំប្រព័ន្ធច្បាប់មួយយ៉ាងតឹងរ៉ឹងយន្តការ8ចំណុចរបស់យើងដើម្បីឲ្យមនុស្សទាំងអស់គ្នារស់នៅក្រោមច្បាប់បងប្អូនគិតពីទស្សនៈគំនិតរបស់យើងមើលថាតើវាត្រឹមត្រូវអស់
បើបងប្អូនយល់ថាត្រឹមត្រូវហើយបើបងប្អូនអត់ចូលរួមជួយពង្រីកទេខ្ញុំយល់ថាមិនបាច់យល់ក៏បានដែរមនុស្សច្រើនណាស់ក្នុងក្រុមរបស់យើងអញ្ចឹងបានមានពេលខ្លះអ្នកដែលយល់ពីក្រុមរបស់យើងថាបងឥឡូវកុំអាចដាក់គេពេកដាក់អាយល់នឹងសិនបងពីព្រោះអីអាអ្នកយល់ហើយក៏អសកម្មដែរបងឯងកុំអាចទៅវាយសមរភូមិផ្សេងវាយអាសមរភូមិយើងនឹងសិនណាបើសំណាជាយើងធ្វើការព្រមគ្នាបងប្អូនណាចុកយើងទៅបាត់ហើយប៉ុន្តែអ្នកខ្លះបោះតែឆ្នោតរួចហើយលឹបដូចដើរចឹងទៅនៅណារងឃើញបាត់ត្មងក្នុងភូមិនឹងជួនកាលលេខ100ស្លឹកជាងប៉ុន្តែសួរទៅរកតែមួយមិនឃើញផងដឹងទៅនៅតាណាទេបងប្អូនបើបងប្អូនខ្លាចដល់កម្រិតហ្នឹងបងប្អូនដឹងថ្ងៃណាឈ្នះអញ្ចឹងបានមានប្រជាពលរដ្ឋខ្លះគាត់និយាយថាត្រូវហើយខំវាសនានិយាយនោះត្រូវហើយប៉ុន្តែមិនងាយទេខ្ញុំថាមិនងាយព្រោះរឿងអីមិនងាយព្រោះរឿងអីមើលមីងគិតមើលហេព្រោះប្រជាពលរដ្ឋខ្មែរយើងល្ងងណាស់ហេមកពីអ្នកធំគេគៀបប្រកបណាស់ហេមានគេប្រឡប់ច្រើនណាស់ខ្ញុំថាអត់ទេមែនទេមិនងាយហ្នឹងមកពីពួកខ្មែរហ្នឹងគិតថាមិនងាយអ្នកដែលយល់ថាត្រូវហ្នឹងបងប្អូនអ្នកឯងយល់ថាត្រូវអត់មកឈរមកជំនាញឧបមាថាប្រជាពលរដ្ឋខ្មែរមាន10លានអ្នកបោះឆ្នោតឧទាហរណ៍មីងយល់ថាត្រូវទេហើយពីតាប់ហើយត្រូវប៉ុន្តែមិនងាយទេណាតែមួយមីងយល់ថាត្រូវទេខ្ញុំយល់ថាត្រូវប៉ុន្តែមិនងាយទេណាមួយចេញបើអ្នកបោះឆ្នោត10លានអ្នកបងប្អូនគ្រាន់តែចេញទៅប្រហែល7លានអ្នកគ្រាន់តែចេញទៅប្រហែល7លានអ្នកដែលត្រូវហើយតែមិនងាយទេអញ្ចឹងសរុបមកវិញបើអាមិនងាយនឹងវាគិតថាងាយទៅបាត់ហើយអញ្ចឹងបានគេថាហេមិនងាយដោយសារប្រជាពលរដ្ឋខ្មែរល្ងងថាអត់ទេមិនងាយនឹងមកពីម្នាក់គិតថាមិនងាយហ្នឹងឥឡូវគិតថាចេះអាណាទៅណាទៅណាអញដឹងថាត្រូវអញទៅម្នាក់ឯងគិតអញ្ចឹងមើលឲ្យតែគិតអញ្ចឹងបងប្អូនបើយើងមានអ្នកយល់7លានអ្នកមកទាំង7លានអ្នកឈ្នះបាត់ហើយបងប្អូនប៉ុន្តែសប្តាហ៍ថ្ងៃអត់ចឹងទេហេបោះឆ្នោតឲ្យគណៈបក្សសិទ្ធិមនុស្សឲ្យសំយ៉ាងស៊ីសិនទៅខំវាថានិយាយទៅត្រូវប៉ុន្តែវាមិនងាយបងប្អូនណាសប្តាហ៍បងប្អូនមើលអត់ឃើញទេយើងអត់ទាំងចង់ធ្វើនយោបាយទៀតផងបងប្អូនណាបើមានគេអ្នកធ្វើហើយព្រោះយើងមិនធ្វើដើម្បីផលប្រយោជន៍តខ្លួនយើងផងធ្វើដើម្បីគេហត់ចង់ងាប់ប៉ុន្តែមិនឆ្ងល់ថាហេតុអីបានកម្មសខាហើយសំរងស៊ីមិនយករបស់យើងទៅបើប្រជាពលរដ្ឋអ្នកគ្រប់គ្រងកម្មសខាហើយសំរងស៊ីគាត់ថាត្រូវហើយខំវិធាននិយាយទៅហើយចុះហេតុអីបានវាមិនយកបងប្អូនឆ្ងល់ហេតុអីបានវាមិនយកកម្មសខាសំស៊ីនោះមិនយកយន្តការ8ចំណុចរបស់យើងទៅមិនយកអេរយាប័តនយោបាយរបស់យើងទៅអូយកកើតសំរងស៊ីកម្មសខាយកកើតគេហៅមនុស្សមានភាពចិញ្ចឹមតាំងពីកំណើតទេបងប្អូនទៅពង្រៀនស្លែងកុំឲ្យវាល្វីងអូទៅមិនរួចធាតកម្មសខាធាតសំរងស៊ីជាធាតបំផ្លៅធាតអួតអាងធាតនិយាយរួចហើយមិនចាំពាក្យខ្លួនឯងមិនខ្មាស់ពាក្យខ្លួនឯងពីកំណើតហើយដល់ពេលយើងឲ្យអរិយាប័ត្រនយោបាយសុចរិតទៀងត្រង់ទៅសំរងស៊ីអូយកកើតដែរអញ្ចឹងបានខ្ញុំនិយាយថាមិនចូលទេជាមួយគណៈបកនោះពីព្រោះអីពីព្រោះតែឈ្នះទៅវាពិបាកបោះសម្អាតគ្នាឯងស្អាតទៀតហើយអាចឈ្នះវាពិបាករួចទៅហើយដល់ពេលឈ្នះសតតែពួកខូចអញ្ចឹងជាមកតាលាជាតិម្ដងទៀតណាបងប្អូនអញ្ចឹងទុកគណៈបកយើងជាគណៈបកត្រង់ឲ្យអាពីរនាក់មកឈ្នះសិនតាមើលបងប្អូនចង់ពេកឲ្យឈ្នះសិនតាចាំមើលហើយទៅយ៉ាងម៉េចអញ្ចឹងបានខ្ញុំអំពាវនាវទៅអ្នកដែលគៀងកោយើងឲ្យទៅចូលគណៈបកសិទ្ធិមនុស្សគណៈបកសំទីខ្ញុំថាមិនបាច់ចូលទេឥឡូវបើពីណាយល់ថាគណៈបកសំទីគណៈបកសិទ្ធិមនុស្សនឹងដឹកនាំប្រទេសបានមិនបាច់ឲ្យគណៈបកសម្ព័ន្ធទៅចូលទេនាំគ្នាទៅបោះអស់ទៅបានណាឲ្យគណៈបកសម្ព័ន្ធនឹងសល់តែឈ្មោះទៅបានណាឲ្យទៅបោះទៅហើយគណៈបកយើងចាំត្រង់បើកម្មសខាសំរៀងស៊ីគាត់ធ្វើមិនកើតមានយើងមួយទៀតវាគឺជាសេចក្តីសង្ឃឹមចុងក្រោយបើលោតែយើងចូលទៅហើយគេថាពួកយើងមកតបស្វាហ្នឹងបើពួកយើងចូលទៅថែមតែមកតបស្វាទៀតហ្នឹងមានអីច្រើនអញ្ចឹងបើពួកយើងមកតបស្វាបាច់ឲ្យយើងចូលទេទុកពួកយើងត្រង់នេះគឺជាទស្សនៈគំនិតដែលពួកយើងយល់ថាវាត្រឹមត្រូវក្នុងដំណើរនយោបាយរបស់យើងបើសិនជាបងប្អូនយល់ឃើញថាខ្វះខាតត្រង់ចំណុចណាឬបងប្អូនចង់បំពេញបន្ថែមសូមបងប្អូនឡើងមកតវ៉ាខ្ញុំសូមបញ្ចប់ចំណាប់អារម្មណ៍គ្រាដំបូងរបស់ខ្ញុំទៅប៉ុណ្ណេះសូមអរគុណ